យើងមិនមានពេលវេលាច្រើនទេកំហុសខ្លះយើងមិនមានពេលក្នុងការសាងកំហុសនឹងហើយមានឱកាសសាងកំហុសនឹងម្ដងទៀតទេកំហុសមួយចំនួនមានឱកាសសាងបានតែម្ដងទេហើយមិនមានឱកាសកែប្រែទៅទៀតបងប្អូនរដូវកាលភ្ជុំបិណ្ឌបានមកដល់ហើយចូលកូនទាំងឡាយដែលចង់ធ្វើបុណ្យទានចង់ធ្វើរឿងល្អដាក់ម្ដាយឪពុករបស់ខ្លួនសុំកុំរងចាំបន្តទៀតអីធ្វើទៅបើកន្លងមកមិនដែលបានធ្វើរឿងល្អមិនដែលបានតបគុណលោកចាប់ពីពេលនេះតទៅសុំតបគុណលោកទៅហើយកុំភ្លេចរវល់បណ្ណាក៏ដោយទំនាក់ទំនងទៅឪពុកម្ដាយរបស់យើងផងគាត់បារម្ភគាត់នឹកកូនមិនដឹងជាសុខទុក្ខកូនយ៉ាងណាទៅហើយតែបើសិនជាអាចទៅលេងគាត់ផងគាត់ចង់មើលមុខកូនថាតើកូនសុខសប្បាយដែរឬទេគាត់ចង់មើលមុខកូនថាតើកូនឥឡូវនឹងស្កើមជាងមុនឬធាត់ជាងមុនសុខភាពល្អឬក៏មិនល្អមកដល់ចំណុចនេះខ្ញុំចង់ឲ្យបងប្អូនយល់រឿងមួយថាក្នុងនាមជាម្ដាយឪពុកបារម្ភកូនគ្រប់ពេលវេលាថាតូចចោះលោកបារម្ភធំដឹងក្តីហើយចេះដឹងហើយមានសមត្ថភាពហើយមានការងារធ្វើហើយមានរបររកស៊ីហើយតែលោកនៅតែបារម្ភព្រោះយើងជាកូនរបស់លោកអញ្ចឹងលោកបារម្ភមិនឈប់ឈរឡើយដោយខ្ញុំបានលើកឡើងកន្លងមកហើយថាគុណឪពុកម្ដាយធំធេងពេកហើយបើយើងយកដើមឈើទាំងអស់នៅលើផែនដីធ្វើជាជក់យើងយកផែនដីទាំងមូលជាក្រដាសសយើងយកទឹកសមុទ្រគឺជាទឹកខ្មៅយើងសរសេររៀបរាប់អំពីគុណម្ដាយឪពុករបស់យើងរិចអស់ទាំងដើមឈើពេញអស់ទាំងផែនដីរីងអស់ទាំងទឹកសមុទ្រយើងរៀបរាប់ពីគុណឪពុកម្ដាយរបស់យើងមិនគ្រប់ឡើយដូច្នេះគុណរបស់លោកធំធេងពេកហើយទាន់រដូវកាលបុណ្យទានសូមនឹករលឹកដល់អ្នកមានគុណផងកុំនឹករលឹកតែកែវស្រាកំប៉ុងបជាគិតគូរពីសុខភាពខ្លួនឯងទូរស័ព្ទទៅលេងម្ដាយឪពុកហើយបើអាចឆ្លៀតបានទៅជួបលោកផងជូនលុយជូនកាក់លោកផងតែបើជូនលុយជូនកាក់លោកហើយសូមកុំទៅវិចរបស់របរមន់ទាយកពីផ្ទះមកវិញលើសចំនួនលុយដែលជូនលោកទៅទៀតនោះកុំអីយើងធ្វើបុណ្យឲ្យដឹងធ្វើបុណ្យបើថាជ្រុលវិចមកវិញជូនលុយលោកថែមអ្វីដែលលោកវិចនឹងស្មើប្រមាណ200000 300000ជូនលោកបន្ថែមកុំឲ្យជូនលោកម្នាក់50000ដល់ពេលវិចមកវិញ200000 300000អាហ្នឹងលោកចូលដើមហើយអញ្ចឹងកន្លែងនេះខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាមេត្តាចាប់អារម្មណ៍ហើយសូមធ្វើបុណ្យជាមួយព្រះរស់ព្រះកន្លងជាឪពុកម្ដាយរបស់យើងនឹងហើយជាបុគ្គលដំបូងបំផុតដែលយើងត្រូវធ្វើបុណ្យជាមួយមុនគេបង្អស់គឺឪពុកម្ដាយរបស់យើងនៅលើโลกនេះមិនមានបុគ្គលឯណានីមួយដែលស្រឡាញ់យើងយកចិត្តទុកដាក់ពីយើងបារម្ភពីយើងខ្វល់ខ្វាយពីយើងជាងឪពុកម្ដាយរបស់យើងនោះទេហើយកូនបងប្អូនក្មួយត្រូវចងចាំបើមិនបានជួយលោកបើមិនបានធ្វើឲ្យលោកសប្បាយចិត្តសូមកុំធ្វើឲ្យលោកទឹកភ្នែកបងប្អូនក្មួយត្រូវចាំថាគុណរបស់លោកធំបែបនេះបើបងប្អូនក្មួយធ្វើឲ្យលោកទឹកភ្នែកបងប្អូនក្មួយហែលមិនផុតពីសមុទ្រទឹកភ្នែករបស់អ្នកមានគុណឡើយកូនណាដែលដឹងគុណម្ដាយឪពុកកូននោះនឹងចម្រុងចម្រើនរកស៊ីមានបានធ្វើអ្វីក៏ជោគជ័យដែរតែកូនណាដែលធ្វើឲ្យលោកទឹកភ្នែកបងប្អូនត្រូវចងចាំកូននោះរកស៊ីមិនទៅមុខទេកូនណាដែលរមើគុណរកស៊ីមិនឡើងទេធ្វើអីក៏បរាជ័យហើយកុំឆ្ងល់បើកន្លងមកយើងតែងតែបរាជ័យឬជួបបញ្ហានៅក្នុងជីវិតយើងត្រូវពិនិត្យមើលខ្លួនឯងឡើងវិញតើយើងបានគោរពគុណលោកទេតើយើងបានតបស្នងសងគុណលោកទេតើយើងបានធ្វើរឿងល្អឲ្យលោកសប្បាយចិត្តទេឬយើងតែងតែធ្វើឲ្យលោកលំបាកចិត្តទឹកភ្នែកជារៀងរាល់ថ្ងៃចំណុចនេះសូមបងប្អូនក្មួយមេត្តាចាប់អារម្មណ៍ហើយបើមិនទាន់បានធ្វើជាកូនកតញ្ញូត្រូវផ្លាស់ប្ដូរឥរិយាបថជាបន្ទាន់រឿងខ្លះយើងមិនមានពេលវេលាច្រើនទេកំហុសខ្លះយើងមិនមានពេលក្នុងការសាងកំហុសនឹងហើយមានឱកាសសាងកំហុសនឹងម្ដងទៀតទេកំហុសមួយចំនួនមានឱកាសសាងបានតែម្ដងទេហើយមិនមានឱកាសកែប្រែទៅទៀតដោយកូនខ្លះជាប់គុកជាប់ច្បាក់ចេញមកវិញម្ដាយឪពុកស្លាប់អស់ទៅហើយដោយកូនខ្លះស្វឹងអួបនួគ្រោះថ្នាក់ចរាចរណ៍ស្លាប់បាត់បង់ជីវិតចង់ផ្លាស់ប្ដូរចង់កែប្រែចង់ធ្វើឲ្យល្អក៏មិនមានឱកាសព្រោះរឿងគ្រប់សពបែបយ៉ាងចប់សពគ្រប់ទៅហើយអរគុណបងប្អូនជម្រាបលា